ទ្រឹស្ដីតម្រូវការទាំង5របស់មនុស្សលោក Maslow ឆ្នាំ1908ដល់ឆ្នាំ1970លោក Maslow បានកើតក្នុងឆ្នាំ1908និងបានស្លាប់នៅឆ្នាំ1970លោកគឺជាចិត្តវិទូសហរដ្ឋអាមេរិកដែលមានឈ្មោះល្បីល្បាញមួយរូបទៅលើការបង្កើតទ្រឹស្ដីឋានានុក្រមនៃតម្រូវការទ្រឹស្ដីនេះផ្ដោតសំខាន់ទៅលើដំណើរការនៃការលើកទឹកចិត្តរបស់មនុស្សលោក Maslow បានកើតនិងធំធាត់ឡើងក្នុងតំបន់ Brooklyn នៃរដ្ឋ New York ឪពុកម្ដាយរបស់លោកជាជនអន្តោប្រវេសន៍រុស្ស៊ីកាត់ជីវិតដើមឡើយលោកបានសិក្សាលើផ្នែកនីតិសាស្ត្រនៅឯមហាវិទ្យាល័យទីក្រុង New York ប៉ុន្តែលោក Maslow បានប្ដូរមកសិក្សាស្វែងយល់ទៅលើផ្នែកចិត្តសាស្ត្រវិញរហូតដល់លោកទទួលបានវិញ្ញាបនបត្រថ្នាក់បណ្ឌិតនៅឯសាកលវិទ្យាល័យរដ្ឋ Wisconsin ជាកន្លែងដែលលោកបានសិក្សាជាមួយនឹងលោក Harry Harlow ដែលជាចិត្តវិទូសិក្សាលើទ្រឹស្ដីសារៈសំខាន់នៃទំនាក់ទំនងសង្គមដែលជាភាសាអង់គ្លេសមានន័យថា primate attachment ការពិសោធន៍ដំបូងរបស់លោក Maslow មានឥទ្ធិពលលើសក្តានុពលភាពរបស់មនុស្សនិងការសម្រេចបំណងប្រាថ្នាផ្នែកចិត្តសាស្ត្រទ្រឹស្ដីលោកផ្ទុយពីទ្រឹស្ដីចរិតលក្ខណៈបច្ចុប្បន្ននិងទ្រឹស្ដីវិចារណញ្ញាណការងារស្រាវជ្រាវរបស់លោក Maslow បានផ្ដោតសំខាន់ចំពោះការយល់ឃើញជាវិជ្ជមានទៅលើធម្មជាតិរបស់មនុស្សលោកបានលើកឡើងទស្សនៈអំពីភាពជឿជាក់លើខ្លួនឯងដែលមានន័យថាមនុស្សយើងមានសមត្ថភាពពីកំណើតឬទេពកោសល្យក្នុងការសម្រេចបាននៅសក្តានុភាពយ៉ាងពេញទំហឹងទាំងតម្រូវការមូលដ្ឋានផ្នែករាងកាយនិងតម្រូវការផ្នែកចិត្តសាស្ត្រកត្តានេះហើយបានធ្វើឲ្យទ្រឹស្ដីនៃការលើកទឹកចិត្តរបស់លោកកាន់តែមានឥទ្ធិពលជាងមុនទៅទៀតហើយទ្រឹស្ដីនៃការលើកទឹកចិត្តខាងលើនេះត្រូវបានលោក Maslow ចែកចេញជាដំណាក់កាលនៃតម្រូវការដោយចាប់ផ្ដើមកំណត់ចេញពីដំណាក់កាលតម្រូវការផ្នែករាងកាយឬសរីរៈរបស់មនុស្សរហូតដល់ដំណាក់កាលនៃតម្រូវការផ្នែកការសម្រេចបំណងប្រាថ្នារបស់មនុស្សទ្រឹស្ដីឋានានុក្រមនៃតម្រូវការរបស់លោក Maslow គឺបានរៀបរាប់ពីការលើកទឹកចិត្តរបស់មនុស្សដូចជាដំណាក់កាលនៃតម្រូវការដែលមនុស្សយើងអាចទទួលបានក្នុងដំណាក់កាលនៃតម្រូវការណាមួយលោក Maslow បានបង្ហាញទ្រឹស្ដីនេះដំបូងជារូបពីរ៉ាមីតមាន5កម្រិតហើយនៅពេលក្រោយមកទៀតលោកបានបន្ថែមកម្រិតពីរ៉ាមីតមួយចំនួនទៀតដើម្បីឆ្លុះបញ្ចាំងសម្រាប់ពង្រីកការយល់ដឹងបន្ថែមទៀតកម្រិតនៃតម្រូវការទាំងនោះចាប់ផ្ដើមពីតម្រូវការថ្នាក់មូលដ្ឋានរហូតដល់តម្រូវការថ្នាក់ខ្ពស់មានដូចតទៅទី1តម្រូវការផ្នែករាងកាយឬសរីរៈជាតម្រូវការសម្រាប់ឲ្យមនុស្សយើងអាចរស់នៅដូចជាចំណីអាហារទឹកពន្លឺឬកម្ដៅការសម្រាកប្រសិនបើគ្មានតម្រូវការថ្នាក់មូលដ្ឋានទាំងនេះទេមនុស្សយើងនឹងមិនអាចសម្រេចបានតម្រូវការថ្នាក់ខ្ពស់ជាងនេះបានឡើយតម្រូវការទី2តម្រូវការផ្នែកសុវត្ថិភាពពេលដែលតម្រូវការផ្នែករាងកាយត្រូវបានបំពេញរួចរាល់មនុស្សយើងនឹងខិតខំបំពេញតម្រូវការផ្នែកសុវត្ថិភាពនិងស្ថិរភាពដូចជាសុវត្ថិភាពផ្ទាល់ខ្លួនស្ថិរភាពហិរញ្ញវត្ថុសុខភាពនិងទីជម្រកតម្រូវការទី3តម្រូវការផ្នែកសេចក្តីស្រឡាញ់និងការទទួលស្គាល់ពីសង្គមនៅក្នុងតម្រូវការផ្នែកនេះមនុស្សនឹងចង់មានការប្រស័យតាក់ទងគ្នានៅក្នុងសង្គមបង្កើតមិត្តភាពថ្មីៗបង្កើតទំនាក់ទំនងស្នេហានិងការទំនាក់ទំនងជាមួយមនុស្សគ្រប់គ្នាដូចជាគ្រួសារមិត្តភ័ក្តិនិងសហគមន៍តម្រូវការទី4តម្រូវការផ្នែកការគោរពតម្រូវការនេះចែកចេញជាពីរគឺការគោរពខ្លួនឯងនិងការគោរពពីអ្នកដទៃការគោរពខ្លួនឯងមានន័យថាជាអារម្មណ៍មួយដែលបានមកពីការសម្រេចនូវលទ្ធផលនិងសមត្ថភាពផ្ទាល់ខ្លួនហើយចំណែកឯការគោរពពីអ្នកដទៃមានន័យថាជាការទទួលស្គាល់ការគោរពនិងឋានៈតួនាទីក្នុងសង្គមដើម្បីទទួលបានតម្រូវការផ្នែកការគោរពមនុស្សយើងចាំបាច់ត្រូវកសាងជំនឿចិត្តនិងការគោរពពីខ្លួនឯងនិងអ្នកដទៃឲ្យបានច្រើនតម្រូវការទី5តម្រូវការផ្នែកសមត្ថភាពឬសក្តានុភាពផ្ទាល់ខ្លួនដើម្បីសម្រេចបាននៅតម្រូវការផ្នែកសមត្ថភាពឬសក្តានុភាពផ្ទាល់ខ្លួនមនុស្សយើងចាំបាច់ត្រូវជឿជាក់លើខ្លួនឯងត្រូវខិតខំធ្វើយ៉ាងណាឲ្យសម្រេចបាននៅភាពរីកចម្រើនផ្ទាល់ខ្លួននិងត្រូវមានបទពិសោធន៍ដ៏មានតម្លៃជាច្រើនហើយនៅក្រោយមកទៀតលោក Maslow បានពង្រឹងទ្រឹស្ដីឋានានុក្រមនៃតម្រូវការចំនួន3បន្ថែមទៀតដែលមានដូចជាទី6តម្រូវការផ្នែកការយល់ដឹងគឺជាតម្រូវការលើចំណេះដឹងរបបកំហឹងថ្មីនិងការស្វែងយល់ពីបញ្ហាផ្សេងៗ
តម្រូវការទី7តម្រូវការផ្នែកសោភ័ណភាពជាសេចក្តីស្រឡាញ់ផ្នែកសម្រស់ការចង់មានលំនឹងឬតុល្យភាពលើអ្វីមួយនិងចង់ទទួលបានបទពិសោធន៍ផ្នែកសិល្បៈផ្សេងៗតម្រូវការទី8តម្រូវការលើការប្រព្រឹត្តគុណធម៌ផ្ទាល់ខ្លួនគឺជាតម្រូវការដែលលើសពីដែនកំណត់របស់ខ្លួនដើម្បីស្វែងរកហើយនឹងប្រតិបត្តិនៅទង្វើដែលមានតម្លៃមានអត្ថន័យសម្រាប់ខ្លួនឯងនិងមនុស្សជាតិក្នុងសង្គមដោយត្រូវបង្កើតទំនាក់ទំនងជាមួយសហគមន៍នានាតាមរយៈទង្វើសប្បុរសធម៌ការប្រព្រឹត្តតាមគុណធម៌សាសនាឬការឆ្លងកាត់បទពិសោធន៍ផ្សេងៗដែលធ្វើឲ្យខ្លួនយើងអាចគ្រប់គ្រងចិត្តនិងសេចក្តីសៅហ្មងទាំងឡាយបានយ៉ាងល្អប្រសើរជាងមុនយ៉ាងណាមិញទ្រឹស្ដីលោក Maslow ខាងលើនេះបានសង្កត់ធ្ងន់ថាមនុស្សយើងត្រូវបំពេញតម្រូវការថ្នាក់ទាបឲ្យបានគ្រប់គ្រាន់ជាមុនសិនមុននឹងបំពេញតម្រូវការថ្នាក់ខ្ពស់ព្រោះតម្រូវការថ្នាក់ខ្ពស់អាចជះឥទ្ធិពលដល់ឥរិយាបថនៃការរស់នៅរបស់យើងបានទ្រឹស្ដីរបស់លោក Maslow មានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងផ្នែកចិត្តវិទ្យាផ្នែកអប់រំផ្នែកពាណិជ្ជកម្មហើយជាពិសេសទ្រឹស្ដីនេះត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ការអភិវឌ្ឍខ្លួនការលើកទឹកចិត្តបុគ្គលិកនិងប្រើប្រាស់ដើម្បីធ្វើឲ្យជីវិតកាន់តែមានសុភមង្គលសូមអរគុណ